បងប្អូនថ្ងៃនេះខ្ញុំស្ងោរជ្រក់ត្រីមុខម្ហូបមួយនេះគឺងាយស្រួលជាងគេឥឡូវខ្ញុំបងខ្ទឹមស្លឹកក្រូចសើចនិងគល់អក្រិនត្រប់មកខ្ញុំដាក់គ្រឿងម្រេចកាត់ឆ្អាបជីចេងដាក់តែល្មមនៅយើងគិតថាឆ្ងាញ់សម្រាប់យើងស្ករសបន្តិចបាយតបមកខ្ញុំបងថៃចូលខ្ញុំថៃ4នេះបងប្អូនចានហ្នឹងថៃ4នឹងម្ហូបហ្នឹងងាយស្រួលជាងគេបំផុតដែរតបមកខ្ញុំលុះដាក់ចាន2ដោយសារខ្ញុំមានគ្នា2នាក់កូនខ្ញុំមកចេះញ៉ាំត្រីទេខ្ញុំដួសដាក់ចានរួចរាល់ហើយបងប្អូនឥឡូវខ្ញុំបង់ខ្ទឹមហើយនឹងក្រូចឆ្មាច្បាច់វាតិចមកអូខេតើបងប្អូនមកញ៉ាំមួយខ្ញុំ